ទៅរូបសង្ខេបរូបនោះហើយគឺជាមន្ត្រីឯកអគ្គរដ្ឋទូតនិងជាអតីតអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញថ្ងៃទី26ខែមិថុនាឆ្នាំ1916នៅកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងលោកខួននៅនិងអ្នកស្រីអោមួយបានផ្ដល់កំណើតឲ្យទារកម្នាក់ដែលក្រោយមកត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្រជាតិខ្មែរឈ្មោះថានូហាចលោកមានបងប្អូនប្រុស5នាក់និងស្រី3នាក់ហើយលោកគឺជាកូនប្រុសច្បងក្នុងគ្រួសារកសិករមួយនេះកាលនៅកុមារភាពនូហាចបានស្នាក់រៀននៅក្នុងវត្តកំពង់ព្រះដែលបង្រៀនព្រះសង្ឃហើយសិក្សាចេះអានសាស្ត្រាស្លឹករឹតបានយ៉ាងស្ទាត់យុវជននូហាចបានប្រឡងចាប់ចូលសិក្សាអនុវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញនៅឆ្នាំ1932ឆ្នាំ1932លោកបានប្រឡងជាប់ចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិភ្នំពេញហើយលោកបានបន្តសិក្សារហូតទទួលបានសញ្ញាបត្រមធ្យមសិក្សាលោកបានចាប់ផ្ដើមអាជីពរបស់លោកជាមេធាវីយុទ្ធភូមិរូបបំពេញការងារក្នុងខេត្តសៀមរាបលោកនូហាចចូលបម្រើការងារនៅក្រសួងឃោសនាការទទួលបន្ទុកខាងការផ្សាយកាសែតកម្ពុជានៅឆ្នាំ1947នៅឆ្នាំ1948លោកបានធ្វើជាលេខាធិការផ្ទាល់របស់ទ្រង់ស៊ីសុវត្ថិយុទ្ធវង្សដាច់ស៊ីសុវត្ថិយុទ្ធវង្សសុគតទៅលោកនូហាចបានវិលទៅបម្រើការងារនៅក្រសួងឃោសនាការវិញមានឋានៈជាប្រធាននាយកដ្ឋាននៅឆ្នាំ1952លោកបានចូលបម្រើការងារនៅក្រសួងការបរទេសដែលនៅជាប់ជាមុខងារមន្ត្រីការទូតថ្ងៃទី16ខែមិថុនាឆ្នាំ1952ដល់ថ្ងៃទី23ខែមករាឆ្នាំ1953លោកត្រូវបានសម្ដេចរតនសីហនុតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការនិងគមនាគមន៍សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី20របស់លោកបណ្ឌិតសភាចារ្យ ឃីង ហុងឌីបានកត់ចំណាំថានៅកំឡុងឆ្នាំ1969ក្នុងពេលដែលលោកនៅបម្រើការងារនៅក្រសួងការបរទេសនោះលោកនូហាចទទួលតំណែងជាអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីនេះជាតំណែងចុងក្រោយរបស់លោកស្នាដៃរបស់លោកមានជា3ប្រភេទគឺទី1រឿងខ្លីៗទី2កំណាព្យហើយស្នាដៃទាំងនេះត្រូវបានផ្សាយក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍ឈ្មោះរាត្រីថ្ងៃសៅរ៍ក្នុងសតវត្សទី60និងទី3ស្នាដៃប្រមលោកចំនួន4រឿងគឺការស្រពោនលីវ័ននិងរវិនមាលាដួងចិត្តតាមឯកសារមួយចំនួនថាលោកនូហាចបានវិលត្រឡប់មកភ្នំពេញវិញនៅឆ្នាំ1974ហើយលោកត្រូវបានពួកខ្មែរក្រហមសម្លាប់នៅខែមេសាឆ្នាំ1975